រឿងកូន4នាក់មិនបំរើឪពុកនងកាលកំឡងទៅហើយមានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរមានធនធានគ្រាន់បើគាត់មានកូនប្រុស4នាក់មានអាយុគ្រប់ការទាំងអស់ក្រោយពីពេលដែលប្រពន្ធអនិច្ចកម្មទៅគាត់ទ្រាំនៅជាពោះម៉ាយពុំយកប្រពន្ធទៀតទេនៅជាមួយនឹងកូនប្រុសអស់1ឆ្នាំមានការលំបាកដោយខ្វះស្រីមេផ្ទះជាអ្នកចម្អិនអាហារនិងជួយមើលថែទាំរមាក់ទ្រព្យកំពេចកំពុកក្នុងផ្ទះគាត់ក៏រៀបការប្រពន្ធឲ្យកូនច្បងហើយយកកូនប្រសាស្រីមកនៅជាមួយចែកទ្រព្យអស់មួយចំណែកឲ្យដាច់ស្រឡះទៅកូនច្បងរួចទៅលុះរំលោម1ឆ្នាំក្រោយមកទៀតគាត់រកប្រពន្ធឲ្យកូនទី2ចែកទ្រព្យមួយចំណែកឲ្យដូចគ្នាតមកគាត់រៀបការកូនទី3ចែកទ្រព្យមួយចំណែកឲ្យទៀតលុះដល់ឆ្នាំជាគម្រប់4ក៏រៀបការឲ្យកូនទី4ចែកទ្រព្យមួយចំណែកទៀតដែរនៅសល់តែផ្ទះមួយខ្នងពុំបានចែកគាត់ទុកនៅទាំងអស់គ្នាដែលគាត់ចែកទ្រព្យរបស់ឲ្យអស់រលីងពីខ្លួនដូច្នេះមកពីគិតថាឲ្យស្រឡះខ្លួនគាត់ហើយនៅទំនេរស្ងៀមចាំឲ្យកូនរកស៊ីចិញ្ចឹមវិញរហូតដល់ស្លាប់ប៉ុន្តែគំនិតគាត់គិតនេះខុសស្រឡះកាលដែលគាត់នៅជាមួយកូនប្រុស4នាក់កូនទាំងនោះស្រឡាញ់បងប្អូនណាស់ពុំដែលបែកចិត្តគំនិតពីឪពុកនិងបងប្អូនឡើយលុះបានប្រពន្ធមករៀងខ្លួនហើយក៏បែកចិត្តគំនិតផ្សេងគ្នានៅរួមជាមួយគ្នាពុំសូវបានសុខចេះតែស្គៀបរមាស់បន្តិចទាស់នេះបន្តិចទាស់នោះក៏នាំគ្នាចុះចេញពីផ្ទះកំណើតទៅរកសង់ផ្ទះនៅទីតីពីគ្នាទាំងអស់ចោលតាឪពុកពោះម៉ាយឲ្យនៅតែឯកោអនាថាកាលកូនទាំង4នាក់ទើបនឹងចុះចេញពីផ្ទះឪពុកទៅថ្មីនៅហុចបាយហុចចំណីតាឪពុកបន្តិបន្ទួចរាល់ថ្ងៃលុះមានកូនខ្ចីគ្រប់គ្នាជួនពេលប្តីរវល់ដើរទៅជួញសោកឆ្ងាយភរិយានៅផ្ទះអាងតែប្តីមិននៅនឹងអាចមានកូនខ្ចីផងក៏បងអង្គជួនបាយទឹកឪពុកក្មេកដោយមេខ្លះគិតថាប្រហាតប្អូនគេឲ្យហើយមេខ្លះគិតថាបងឯនោះគេឲ្យហើយកូនប្រសានាំគ្នាគិតដូចនេះតែរៀងខ្លួនយូរថ្ងៃទៅតានោះអត់បាយមួយពេលក៏មានមួយពេលក៏មានវេលាប្តីមកពីរោគស៊ីវិញដឹងរឿងនេះបានស្ដីបន្ទោសប្រពន្ធនាងភរិយាខ្លះដោះសារថាកូនឈឺខ្លះថាខ្លួនពុំនៅជាប់រវល់ទៅជួយញាតិជិតខាងស្រេចតែមេប្រពន្ធវាដឹកមុខយ៉ាងណាប្តីតាមវាទាំងអស់ចំណែកតាប្រម៉ាយអត់បាយគ្មានសម្ពុតអាវស្លៀកពាក់ដល់ថ្នាក់ដារសុំទានគេបរិភោគរងទុកវេទនាពន់ពេកនិងលោកផ្ទះចាស់ពុំបានថ្លៃប៉ុណ្ណានផងហើយគ្មានច្រកនៅផងកាលនោះមានបុរសម្នាក់នៅកំឡោះមានចិត្តសប្បុរសហើយជាអ្នករៀនសូត្រចេះដឹងច្បាប់ទម្លាប់ស្គាល់គុណទោសច្រើនផ្ទះនៅភូមិចិត្តគ្នាដើរមកឃើញតានោះវេទនាដូច្នោះមានចិត្តអនុត្តក្រៃពេកក៏សាកសួរថាលោកតាខ្ញុំធ្លាប់ឃើញលោកតាពីដើមជាអ្នកមានគ្រាន់បើឪពុកម្ដាយក៏ធ្លាប់ទីពឹងលោកតាខ្លះដែរមិនក៏ឥឡូវលោកតាវេទនាខ្លាំងម្ល៉េះក្រែងលោកតាមានកូនប្រុសដល់តែ4នាក់ដែរឬម្ដេចក៏កូននោះវាមើលបំណាំមិនថែទាំលោកតាសោះក្រែងជាប់របស់លោកតាមានសល់ទុកខ្លះដែរឬម្ដេចបានជាលោកតាមិនយកទៅទិញគ្រឿងបរិភោគប្រាក់តាចាស់ប្រាប់ទៅវិញថាអស់ណលោកចៅហើយលាក់បាំងអីពីដើមតាមានទ្រព្យគ្រាន់បើពិតមែនប៉ុន្តែតាអាណិតស្រឡាញ់កូនពេកក៏ចែកឲ្យវាគ្រប់គ្នាអស់រលីងពីខ្លួនទៅ
គិតថាឲ្យវាចិញ្ចឹមតាវិញឥឡូវពួកវាមានប្រពន្ធហើយថែមទាំងមានកូនទៀតវាឃើញឯងអស់ទ្រព្យរលីងពីខ្លួនវាឥតនឹកនារកតាសោះវាតាមតែប្រពន្ធវាទាញទៅចូលរុនក្តាមក៏វាចូលដែរខ្លួនតាសពថ្មីឈឺផងនៅតែម្នាក់ឯងម៉ងវេទនាជាទីបំផុតដេកសម្រស់ទឹកភ្នែកជោកខ្នើយអស់ទៅហើយបាយព្រឹកជាបាយល្ងាចជួនកាលអត់មួយពេលក៏មាននឹងធ្វើការរកស៊ីអ្វីក៏មិនកើតពីព្រោះចាស់ជរាគ្រាន់តែដាវស្ទើរតែមិនរួចទៅហើយដូចលោកចៅឃើញស្រាប់តាដេកចាំតែដល់ថ្ងៃស្លាប់ទេចៅកំឡោះលន់មាត់ថាយីកូនតាមានចិត្តអាក្រក់ដល់ម្លឹងណោះបើអញ្ចឹងលោកតាកុំភ័យមានឧបាយមួយធ្វើឲ្យលោកតាបានសុខកាយសប្បាយចិត្តដូចពីដើមវិញលោកតាធ្វើតាមហើយលោកតារកពីងមានមាត់ទូចល្មមមួយជូអាចនឹងនោមឲ្យពេញហើយរកកំណាត់សម្ពុតរុំបិទមាត់ឲ្យជិតជីកប់ក្នុងដីជិតជើងសសរទ្រង់ផ្ទះហើយបើមានអ្នកណាដើរមកឲ្យលោកតានិយាយប្រាប់គេថាខ្ញុំនៅសល់កំណប់ប្រាក់មាក់មួយពាងកប់ទុកពុំទាន់ចែកឲ្យកូនណានៅឡើយចាំមើលកូនណាចិត្តបានដឹងគុណបើខ្ញុំចិត្តស្លាប់ខ្ញុំនឹងប្រគល់ទៅឲ្យកូននោះលោកតានិយាយប្រាប់មនុស្សដែលជួបកុំខានក្នុងរវាងប៉ុន្មានថ្ងៃខែខាងមុខនេះកុំឲ្យលោកតាដើរសុំទានគេទៀតចាំខ្ញុំយកបាយទឹកមកជូនពិសាគង់ព្រួយតាចាស់ក៏តាំងធ្វើតាមចៅចិត្តសប្បុរសទាំងអស់លុះបានប្រហែល5ថ្ងៃសម្ដីតានោះបានដឹងដល់កូនប្រុសនិងកូនប្រសាទាំង8នាក់វាមានចិត្តលោភលន់ចង់បានកំណប់តែរៀងខ្លួនក៏នាំគ្នាយកបាយទឹកនំចំណីផ្លែឈើទុំខ្ចីគ្រប់មុខនិងខោអាវក្រមាមកផ្គប់គុណជូនតាឪពុករៀងរាល់ថ្ងៃពុំមានខ្វះថ្ងៃណាមួយឡើយតែចាស់បានសះជារោគមានសាច់ឈាមស្រស់បោះមានកម្លាំងពលំសុខកាយសប្បាយចិត្តតាំងពីថ្ងៃនោះមករហូតដល់អស់អាយុលុះតាស្លាប់ហើយកូនក៏នាំគ្នាធ្វើបុណ្យអតិខម្មធម្មតាមទំនៀមរួចស្រេចកូនទាំង4នាក់និងកូនប្រសាគិតនាំគ្នាកោះពីងកំណប់ចែកគ្នាប៉ុន្តែក្រែងចែកមិនស្មើភាគនាំឆ្លោះប្រកែកគ្នាក៏ទៅរកគ្រូមុំម្នាក់ឲ្យជួយចែកលោកគ្រូនោះទទួលព្រមប៉ុន្តែគាត់ឮថាកំណប់មានប្រាក់ច្រើនដល់ទៅ1ពាងគាត់ចង់បានមួយចំណែកដែរហើយគាត់គិតក្នុងចិត្តថាគាត់ធ្វើមិនចំណែកត្រូវបានច្រើនជាងកូនចំណែកផងគាត់ក៏ដើររត់រាស់មកបល់ផ្ទះកំណាប់ភ្លាមតាំងយកភួយធំមួយមករុំជូតក្បាលធំទាំងមើងធ្វើឲ្យខងកណ្ដាលដោយកទូលជើងឆ្នាំងផ្ងាក៏តាំងអង្គុយពានភ្នែនលឺដៃរៀបរលីងថ្មិចភ្នែកសង្រួមស្មឹងសមាធិឈរមុខត្រាំងទៅទិសខាងកោតហើយគាត់ប្រាប់កូនទាំង4នាក់ឲ្យទៅកោះយកពាងកំណប់មកប៉ុន្តែគាត់ហាមថាកុំអាលស្រាយមាត់ពាងក្រែងខកតំណំចាំគាត់បង្កប់សិនលុះយកពាងមកដល់ហើយគាត់ឲ្យកូនទាំង4នាក់ឈរគ្រប់ទិសទាំង4ថ្មិចភ្នែកយកដៃទាំងអស់គ្នាចាប់លើកពាងទ្រើស្ទួយបិទទូលើក្បាលហើយសឹមស្រាយចំណងមាត់ពាងនាំគ្នាផ្អៀងមាត់ពាងស្រោចកំណប់មកលើក្បាលគាត់បើកំណប់ជ្រុកទៅទឿនណាប៉ុន្មានត្រីបានតែនាគឆោកំណាន់ទឿននោះបើកំណប់ណានៅសល់ទៅលើឆ្នោតក្បាលគាត់ត្រូវបានជារង្វាន់លោកគ្រូទាំងអស់កូនទាំង4នាក់ក៏ចាប់ធួតាមបង្គាប់លោកគ្រូមិនហ៊ានឲ្យលៀងភរិយាទាំង4នាក់ឈោកាន់កញ្ជើរៀងខ្លួនចាំកើបក្នុងពេលដែលចែកកំណប់នោះមានអ្នកស្រុកយឺតខាងទៅចាំមើលផងដែរនិមិត្តតែគេលើកពាងបិទទូលរួចស្រាយមាត់ពាងផ្អៀងចាក់ឈូមក
ទឹកម៉ាំត្រាំលីមួកច្រានខួបហូឆស្រោចលើក្បាលលោកគ្រូពេញកំពង់ហើយខ្ចាត់បាចសាចេញទៅគ្រប់ទិសប្រឡាក់ប្រឡោះពីពេញមុខមាត់និងសម្ពុតអាវរហូតដល់នាងប្រពន្ធទាំង4នាក់ទៀតលោកគ្រូបានចំណាយច្រើនជាងគេធំក្លិនខ្មោះថាមិនត្រូវគេឃើញលោកគ្រូស្រមោបាត់មុខមាត់រូបរាងអស់ខំក្រោកឡើងសោះគឺក្រោះគ្មានអស់ពួកបរិស័ទដែលឈរចាំមើលពួកបរិស័ទក៏ផ្អោតខំរត់ប្រញាប់ចេញប្រដេញគ្នាទៅផ្ទះរៀងខ្លួនទើបលោកគ្រូស្រែកជេរកាយសំនួនតោកូនទាំង4នាក់នឹងកូនប្រសាថាខ្មោចមេដែងអាដែងទាំងអស់គ្នាអាមេអស់នេះបានធ្វើបាបខ្មោចឪពុកវាច្រើនណាស់ហើយមើលទៅបានជាកំណប់មាកប្រាក់អន្តរាយคล้ายទៅជាអាចនោមប្រឡាក់ឈួនអញអស់ដូចនេះយីខ្មោចអាផេះមេកំផេះអស់នេះខូចមែនលោកគ្រូនិងកូនសិស្សនាំគ្នារត់រហ័សលោតទម្លាក់ខ្លួនទៅក្នុងទន្លេប្រងខំត្រាំទឹកលាងបាបអស់មួយម៉ោងម្នាក់រួចនាំគ្នាឡើងទៅលើផ្ទះរៀងខ្លួនបានសេចក្តីក្តៅក្រហាយស្ដាយក្រោយគ្មាសគេតកូនតចៅ